ប្រមទូរទស្សនិកជនបាទក្រុមហ៊ុន N Asia Top Speed បាទ Labor Supply ដែលជាក្រុមហ៊ុនធ្វើការបណ្ដុះបណ្ដាលនិងបញ្ជូនពលករទៅក្រៅប្រទេសបានបើកការិយាល័យរបស់ខ្លួននៅរាជធានីភ្នំពេញគឺនៅសង្កាត់ព្រៃតាគង់ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញបាទតាមការបញ្ជាក់ពីអគ្គនាយិការបស់ក្រុមហ៊ុនមួយនេះគឺបានលើកទឹកចិត្តទៅដល់ប្រជាពលរដ្ឋទាំងអស់បាទត្រូវតែដាក់ពាក្យស្នើសុំដើម្បីធ្វើយ៉ាងណាទៅធ្វើការនៅក្រៅប្រទេសប្រកបដោយភាពស្របច្បាប់និងត្រឹមត្រូវជៀសវាងនៅការបោកបញ្ឆោតនឹងកេងកម្លាំងពលកម្មជាដើមថ្លែងក្នុងពិធីបើកសម្ពោធជាផ្លូវការកាលពីចុងសប្តាហ៍កន្លងទៅអគ្គនាយិកាក្រុមហ៊ុន N Asia Top Speed Labor Supply លោកស្រីឆូតសាវ៉េតបានបញ្ជាក់ឲ្យដឹងថាក្រុមហ៊ុន N Asia Top Speed Labor Supply គឺជាក្រុមហ៊ុនដែលធ្វើការជ្រើសរើសបណ្ដុះបណ្ដាលនិងបញ្ជូនពលករកម្ពុជាទៅធ្វើការនៅប្រទេសថៃប្រទេសជប៉ុនប្រទេសកូរ៉េប្រទេសម៉ាឡេស៊ីប្រទេសសិង្ហបុរីនិងប្រទេសគុយវ៉េតជាអ្នកដែលបានប្រឡូកក្នុងវិស័យនេះជាង10ឆ្នាំមកហើយបច្ចុប្បន្នក្រុមហ៊ុន N Asia Top Speed Labor Supply បានបើកនិងកំពុងតែដំណើរការក្នុងទីក្រុងបាងកកប្រទេសថៃខណៈដែលនៅក្នុងប្រទេសកម្ពុជាទើបតែចាប់ផ្ដើមបើកសម្ពោធជាផ្លូវការលោកស្រីឆូតសាវ៉េតបានបញ្ជាក់បន្ថែមទៀតថាក្រុមហ៊ុននេះបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយការចំណាកស្រុកដោយខុសច្បាប់នៃពលករខ្មែរកាត់បន្ថយភាពក្រីក្រនិងកាត់បន្ថយភាពគ្មានការងារធ្វើរបស់ប្រជាជនកម្ពុជាគឺខ្ញុំចង់ឲ្យប្រជាពលរដ្ឋខ្មែរយើងឬបងប្អូនខ្មែរយើងពលករខ្មែរយើងហ្នឹងគាត់ចង់តម្លាក់ទំនងខ្ញុំទៅធ្វើការនៅប្រទេសថៃហ្នឹងវាងាយស្រួលមួយកម្រិតទៀតព្រោះអីខ្ញុំមានក្រុមហ៊ុនទាំងពីរប្រទេសអញ្ចឹងការរត់ឯកសារហ្នឹងគឺងាយស្រួលបំផុតការងារដែលនាំទៅហ្នឹងគាត់ធ្វើខាងអីខ្លះដែរអាចគឺវាមានច្រើនណាស់បងមានសំណង់មានកសិរោងចក្រកសិកម្មអីគេrestaurant អីវាច្រើនបងគ្រប់ផ្នែកទាំងអស់trend គាត់ឲ្យចេះបានមានសិទ្ធិបញ្ជូនទៅបងអត់ចេះតកែគេក៏អត់យល់ដែរចាអត់មកថាបញ្ជូនទៅម៉ាឡេស៊ីក៏ត្រូវចេះអីភាសាអង់គ្លេសបញ្ជូនទៅជប៉ុនក៏ត្រូវចេះភាសាជប៉ុនតែមិនបាច់ចាំថាអូនិយាយរូតែម្ដងហ្នឹងបងអត់មកតកែក៏ត្រូវការខាងអីគេខាងមើលកូនគាត់អញ្ចឹងគាត់ចេះនិយាយជាភាសានៅផ្ទះអញ្ចឹងទៅបើថាទៅធ្វើអីគេកសិកម្មអញ្ចឹងណាក៏ស្គាល់បន្លែស្គាល់អីអញ្ចឹងឈ្មោះអញ្ចឹងទៅវាមិនមែនថាចាំរូទេបើសិនជាសម្រាប់ថៃវិញភាគច្រើនអត់ហត់បរិញ្ញាទេបងប្រទេសថៃគឺភាគច្រើនថៃភាគច្រើនយកពលករខ្មែរយើងទៅធ្វើសំណង់ហើយនឹងរោងចក្រអញ្ចឹងភាគច្រើនអត់សូវប្រើភាសាហ្មងទេប្រើតិចចាចេះតិចក៏អាចទៅបានដែរប៉ុន្តែសម្រាប់ជប៉ុនម៉ាឡេស៊ីត្រូវបរិញ្ញាឲ្យចេះសិនមិនអាចបញ្ជូនទៅបានសម្រាប់ក្រុមហ៊ុន N Asia Top វិញគឺខ្ញុំបើកមកចំនួន15ឆ្នាំហើយខ្ញុំមានទីផ្សារមកជិត20ឆ្នាំហើយនៅក្នុងនោះអញ្ចឹងគឺខ្ញុំមានទីផ្សារនៅថៃស្រាប់ហើយខ្ញុំអត់ហត់100ទេអញ្ចឹងគឺបើសិនណា order មកគឺខ្ញុំបញ្ជូនពលករទៅហ្មងហើយករណីមួយទៀតគឺសម្រាប់ពលករដែលគាត់MOU ធម្មតា passport 10ឆ្នាំ visa 2ឆ្នាំបាត់2ឆ្នាំពេលដែលគ្រប់4ឆ្នាំគឺគាត់ត្រូវ return មកធ្វើថ្មីទេបងអញ្ចឹងគាត់អាចនៅតកែចាស់អញ្ចឹងគាត់ធ្វើតែឯកសារទេបើតាមរបាយការណ៍របស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈកាលពីឆ្នាំ2022កន្លងទៅមានពលករកម្ពុជាយ៉ាងហោចណាស់1.3 លាននាក់កំពុងរស់នៅនិងបំពេញការងារនៅបរទេសពលករកម្ពុជាដែលកំពុងធ្វើការនៅបរទេសមានចំនួនសរុបជាង1.3 លាននាក់ក្នុងនោះ1.2 លាននាក់ធ្វើការនៅប្រទេសថៃជាង45,000នាក់នៅប្រទេសកូរ៉េខាងត្បូង23,000នាក់នៅម៉ាឡេស៊ី11,000នាក់នៅប្រទេសជប៉ុនជាង800នាក់នៅសិង្ហបុរី200នាក់នៅហុងកុងនិង43នាក់នៅប្រទេសអារ៉ាប៊ីសាអូឌីតការងាររបស់ពួកគេនៅក្រៅប្រទេសបានចាក់បញ្ចូលទឹកប្រាក់ត្រឡប់មកកម្ពុជាវិញប្រមាណ$3,000 លាននៅក្នុងមួយឆ្នាំក្នុងឱកាសនៃពិធីបើកសម្ពោធជាផ្លូវការក្រុមហ៊ុន N Asia Top Speed Labor Supply លោកស្រីអគ្គនាយិកាឆូតសាវ៉េតក៏បានចែកអំណោយជាអង្ករនិងថវិកាមួយចំនួនជូនដល់ប្រជាពលរដ្ឋជាង50គ្រួសារផងដែរ